ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីការធ្វើសម្លកកនៅផ្ទះជុំគ្រួសារឲ្យមានរសជាតិឆ្ងាញ់តោះឥឡូវនេះយើងមានបន្លែនិងសាច់ជ្រូកជាប្រភេទសាច់ក្បាលដើម្បីយកមកស្លកកថ្ងៃនេះឥឡូវយើងរៀបបន្លែដាក់កញ្ច្រែងបន្ទាប់មកទៀតយើងចាក់សាច់ជ្រូកដើម្បីយកទៅលាងទឹកសម្អាតបន្ទាប់ពីលាងទឹកហើយយើងក៏បានហាន់ជាចំណិតតូចៗរួចរាល់បន្ទាប់មកទៀតយើងបុកគ្រឿងដើម្បីទុកសម្រាប់ស្លឥឡូវនោះយើងបុកគ្រឿងរួចរាល់អស់ហើយអញ្ចឹងយើងយកឆ្នាំងមកដាក់ប្រហុកចិញ្ច្រាំដោយសារនៅផ្ទះរបស់ពួកខ្ញុំស្លគឺដាក់គ្រឿងលាយចូលគ្នាតែម្ដងខ្ញុំដាក់គ្រឿងដែលខ្ញុំបុករួចរាល់ហ្នឹងដាក់ចូលមកដែរបន្ទាប់មកទៀតយើងដាក់សាច់ជ្រូកដែលយើងបានហាន់រួចរាល់នឹងចូលដែរបន្ទាប់ពីដាក់សាច់គ្រឿងបុកនិងប្រហុកចិញ្ច្រាំរួចរាល់អស់ខ្ញុំក៏បន្ថែមស្ករត្នោតប្រហែលជា1ស្លាបព្រាបាយបន្ថែមទៀតឥឡូវនេះយើងក៏ច្បល់គ្រឿងទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វបន្តិចដើម្បីឲ្យវាសព្វល្អឥឡូវយើងដាក់វាចេញប្រហែលជាកន្លះស្លាបព្រាកាហ្វេអំបិលមួយចឹបដោយសារយើងបានដាក់ប្រហុកប្រៃស្រាប់ហើយអញ្ចឹងយើងថែមអំបិលតែបន្តិចវែនហើយព្រោះខ្លាចប្រៃឥឡូវនេះគ្រឿងចាប់ផ្ដើមងុំចូលគ្នាហើយប៉ុន្តែត្រូវរង់ចាំឲ្យវាដាច់ជាតិទឹកបន្តិចសិនបន្ទាប់ពីមើលទៅអាចដាច់ជាតិទឹកហើយយើងក៏បន្ថែមអង្ករលីងតាមចំណង់ចំណូលចិត្តរបស់យើងបន្ទាប់ពីគ្រឿងងុំចូលគ្នាសព្វល្អយើងក៏ដាក់ទឹកចូលឥឡូវនេះទឹកសម្លបានពុះហើយយើងដាក់បន្លែចូលឥឡូវបន្លែដែលយើងដាក់មុនហ្នឹងវាបានឆ្អិនរួចរាល់ហើយតមកទៀតយើងដាក់ស្លឹកបាសនិងបន្លែបៃតងផ្សេងទៀតព្រោះដោយសារវាជាបន្លែឆាប់រលួយអញ្ចឹងហើយយើងដាក់ក្រោយគេ
ឥឡូវនេះសម្លបានឆ្អិនរួចរាល់អស់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន